បាទជំរាបសួរពុកម៉ែបងប្អូនដែលចង់បានឬក៏ត្រូវការប្រភេទ Toyota Hiace បាទមួយគ្រឿងនេះឆ្នាំ025បាទជាប្រភេទឡានស្លាកលេខទេពុកម៉ែបងប្អូនណាតែគឺសំណុំស៊ីនទាំងអស់បាទស្លាកលេខនេះគឺគេទៅតែកាប់ប្រើបាន5000គីឡូទេបាទ5000គីឡូទេស្លាកលេខរបស់វាគឺភ្នំពេញ 2CE ចឹងឡាននេះបាទគាត់ប្រើទៅតែបាន5000គីឡូទេអត់ទាន់បានធ្វើអីទាំងអស់នៅធានាក្រុមហ៊ុន 100,000 គីឡូសបកកង់នៅធាតដើមសំណុំដើមបាទកៅអីទ្វាទឹកថ្នាំនៅស៊ីនទាំងអស់បាទអត់ទាន់មានអ្នកអង្គុយអត់ទាន់មានអ្នកប្រើប្រាស់អីទេបាទនៅស្គុតនៅថង់សំណុំស៊ីនរបស់ក្រុមហ៊ុនមកបាទអត់ទាន់នឹងបកចេញផងអញ្ចឹងពុកម៉ែបងប្អូនដែលចង់បានប្រភេទឡានបែបនេះយកទៅប្រើប្រាស់ជាអាជីវកម្មបាទអាចអញ្ជើញយកមកគ្រឿងនេះទៅយើងចំណេញលុយច្រើនជាងយើងទិញថ្មីកោះកេះណាបាទព្រោះអានេះវាដូចតែនឹងថ្មីកោះកេះដែរទេ5000គីឡូពុកម៉ែបងប្អូនមើលជាក់ស្ដែងទេមិនតន់ខូចខាតមិនតន់មានកន្លែងណាដែលគេប្រើប្រឡាក់ពុកបាទប្រឡាក់អីទេនៅសំណុំទាំងអស់អញ្ចឹងពុកម៉ែបងប្អូននៅស្រឡាញ់បាទចង់ចំណេញលុយជាងយើងទិញថ្មីបាទចំណេញលុយ 2-3000 ដែរគេទៅតែជិះបានមួយរយៈអញ្ចឹងពុកម៉ែបងប្អូនអាចអញ្ជើញមកមើលមួយគ្រឿងនេះបានធានាឡាននៅសំណុំដើមទាំងអស់បាទមានធានាមានអីពីក្រុមហ៊ុនមកនៅប្រើប្រាស់ធានាបានដូចដើមបាទព័ត៌មានលម្អិតពុកម៉ែបងប្អូនអាចខលទំនាក់ទំនងសួរនាំបានខ្ញុំនឹងបញ្ជាក់តម្លៃជាក់ស្ដែងបាទអញ្ចឹងសំណុំឡានมันមានអីរៀបរាប់ច្រើនទេគឺនៅដំណើរការទាំងអស់នៅសំណុំដើមទាំងអស់បាទអត់ចាំបាច់ពិបាកមើលទេបាទឡានប្រភេទឡានក្រុមហ៊ុនឡានខ្លាញ់គោគ្មានអីពិបាកមើលច្រើនទេព្រោះអីឡានទៅតែប្រើ5000គីឡូបាទវាអត់មានអីត្រូវខូចខាតទេឥឡូវនេះគាត់ខាតឲ្យយើងស្រេចហើយពុកម៉ែបងប្អូនដែលទិញបន្តពីគាត់ទៅគឺចំណេញហើយបាទនៅសំណុំទាំងអស់ពុកម៉ែបងប្អូនបាទមួយគ្រឿងនេះវាអត់ខុសអីពីឡានយើងទិញថ្មីកោះកេះវា5000គីឡូបាទសំណុំធាតដើមទាំងអស់ហើយបើយើងគិតជាលុយដែលយើងចំណេញនឹងទិញថ្មីយើងចំណេញបានច្រើនដែរបាទ5000គីឡូយើងឲ្យគេជិះមុនបន្តិចទៅបាទយើងចំណេញសល់លុយ 2-3000 ដែរ 40000 ជាងពុកម៉ែបងប្អូនអាចសួរនាំបញ្ជាក់បានពុកម៉ែបងប្អូនដែលចង់បានបាទ Toyota Hiace អាចអញ្ជើញមកទីតាំងខ្ញុំបានបាទភ្នំពេញណាបាទអញ្ចឹងអរគុណ